ฮู้ฮู้สุดท้ายมาต่อគ្នាជួបជាមួយខ្ញុំได้បាទនៅថ្ងៃនេះគឺខ្ញុំនាំយកខ្សែភាពយន្តស៊ើបអង្កេតបែបកំប្លែងដល់ល្អមើលមួយទៅការសម្រេចសម្រាប់គ្នាយើងរឿងនេះនិយាយអំពីអ្នកស៊ើបអង្កេតដ៏អស្ចារ្យរបស់យើងម្នាក់ហ្នឹងបាទត្រូវបានគេទម្លាក់កំហុសថាគាត់ហ្នឹងជាជនក្បត់អញ្ចឹងគាត់ត្រូវតែធ្វើគ្រប់បែបយ៉ាងទាំងអស់ដើម្បីលាតត្រដាងការពិតថាគាត់ហ្នឹងមិនមែនជាអក្រិតករឡើយដូច្នេះអ្នកស៊ើបអង្កេតដ៏អស្ចារ្យរបស់យើងហ្នឹងក៏បង្ខំចិត្តធ្វើការជាមួយនឹងអ្នកវិទ្យាសាស្ត្រដ៏ចម្លែកម្នាក់ទៀតអញ្ចឹងចាំមើលវាយ៉ាងម៉េចទៅវិញអ្នកទាំងអស់គ្នាម្នាក់មួយខ្លាំងម្នាក់មួយទៀតចម្លែកធ្វើការមួយគ្នាកើតអត់អញ្ចឹងដើម្បីកុំឲ្យវែងឆ្ងាយតោះចូលទៅដល់សាច់រឿងរបស់យើងតែម្ដងប៉ុន្តែមុននឹងជិតដល់សាច់រឿងខ្ញុំសង្ឃឹមតែគ្នាយើងទាំងអស់គ្នាកុំភ្លេចចុច like បាទ subscribe ដាក់កណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗតអារម្មណ៍អញ្ចឹងដំបូងឡើយនៃរឿងរបស់យើងនឹងបាទយើងក៏ប្រទះឃើញភូមិប្រុសម្នាក់ដែលគាត់មានឈ្មោះថា Walter គាត់កំពុងតែបង្កើតប្រដាប់ប្រដាវិទ្យាសាស្ត្ររបស់គាត់រួចហើយនឹងបាទអូគាត់ធ្វើឲ្យស្អីគេម្យ៉ាងហ្នឹងហោះពេញផ្ទះទាំងអស់តែម្ដងកែវរបស់ម្ដាយខ្លួនហ្នឹងក៏បានបែកហើយម្ដាយរបស់ Walter យើងហ្នឹងគឺជាប៉ូលីសនៅពេលនេះ Walter របស់យើងហ្នឹងគឺគាត់មានគោលបំណងមួយក្នុងការបង្កើត gadget បើចឹង gadget ហ្នឹងគឺសម្រាប់ប្រើពេលដែលយើងនឹងធ្វើបេសកកម្មអីផ្សេងៗអញ្ចឹងណា Walter របស់យើងហ្នឹងក៏ប្រាប់ម្ដាយថានេះម៉ាក់អានេះបើសិនជាម៉ាក់ជួបជាមួយនឹងគូសត្រូវម៉ាក់ចុចផាំងទៅគឺវាការពារម៉ាក់សាច់អេកតែម្ដងហើយអាប៊ូតុងមួយនេះគឺសម្រាប់ចុចមានបាល់ការពារយើងជុំវិញខ្លួនហើយប៊ូតុងដ៏អស្ចារ្យមួយទៀតហ្នឹងគឺជា glitter ហ្នឹងបាញ់មកហ្នឹងចេញផ្លេកធ្វើឲ្យយើងសប្បាយតែម្ដងតែខ្ញុំភ្លេចប្រាប់ម៉ែខ្ញុំយកទូរស័ព្ទម៉ែយកមកកាត់តអស់ហើយម្ដាយ Walter ហ្នឹងគាត់ក៏ចង់ស្ដីឲ្យកូនរបស់គាត់ព្រមនោះ Walter របស់យើងក៏បានចុចប៊ូតុងអ្វីម្យ៉ាងហ្នឹងវាក៏បានចេញ glitter បាទអាផ្លេកចែងចាំងយ៉ាងអស្ចារ្យ Walter ហ្នឹងក៏សុំទោសម្ដាយបាទប៉ុន្តែម្ដាយអត់ប្រកាន់កូននោះទេដោយសារតែកូនរបស់គាត់គឺពិតជាឆ្លាតខ្លាំងមែនទែនយ៉ាងណាក៏ដោយម្ដាយរបស់ Walter ហ្នឹងគាត់ក៏មានការបញ្ញាត្រូវទៅធ្វើការភ្លាម Walter ហ្នឹងគាត់ចង់ទៅជួយម្ដាយប៉ុន្តែម្ដាយរបស់ Walter ហ្នឹងក៏បាននិយាយថាអត់ទេកូនចាំកូនធំចាំធ្វើការងារទាំងអស់នេះភ្លាមនោះ Walter របស់យើងក៏ត្អូញថាម៉ាក់អើយខ្ញុំដូចជាមិនចង់ទៅសាលាសោះព្រោះក្មេងគ្រប់គ្នាហ្នឹងគេថាខ្ញុំនឹងចម្លែកហើយគ្មាននរណាគេរាប់រកខ្ញុំទេគេថាខ្ញុំឈួតគ្រាន់តែលឺសូរបែបនេះភ្លាមម្ដាយរបស់ Walter គាត់ក៏បាននិយាយប្រាប់កូនគាត់ថា Walter កូនត្រូវចាំណាពិភពលោកនេះត្រូវការមនុស្សចម្លែកធ្វើអីប្លែកច្រើនហើយកូនកុំបោះបង់ចោលសោះនៅអ្វីដែលកូនធ្វើប្លែកនេះជាក់ស្ដែងដូចជាការបង្កើតវិទ្យាសាស្ត្រថ្មីរបស់កូនមិនយូរទេរបស់វិទ្យាសាស្ត្ររបស់កូនដែលប្លែកពីគេនឹងជួយជីវិតមនុស្សយ៉ាងច្រើនអញ្ចឹងហើយហ្នឹងណាមនុស្សទាំងអស់គ្នាដែលតែងតែមើលងាយថាកូនឯងចម្លែកប្លែកពីគេហ្នឹងពួកគេនឹងចាប់ផ្ដើមចង់ប្លែកដូចជាកូនដែរហើយបាទអូសម្ដីម្ដាយរបស់ Walter នឹងពិតជាមានអត្ថន័យខ្លាំងមែនទែនតែម្ដងបន្តពីនោះរយៈពេល14ឆ្នាំក្រោយមកទៀតយើងក៏ប្រទះឃើញអាគារដ៏ចម្លែកមួយបាននៅកណ្ដាលទឹកកកដ៏ត្រជាក់នៅក្នុងប្រទេសជប៉ុនអ្នកស៊ើបអង្កេតដ៏អស្ចារ្យម្នាក់ដែលគាត់មានឈ្មោះថា Len ហ្នឹងបាទគាត់បានដើរនៅលើអាគារហ្នឹងធម្មតាអញ្ចឹងណារួចហើយហ្នឹងជនជាតិជប៉ុនដែលជាជើងកាងទាំងពីរនាក់នេះគាត់ថាកុំចូលមកយើងបាញ់លែនរបស់យើងក៏បានប្រើសមត្ថភាពដ៏អស្ចារ្យរបស់គាត់បាទវាយត្រេតវាយដួលពេញនឹងទាំងអស់បាទអញ្ចឹងតើលែនរបស់យើងនឹងគាត់មកទីនេះដើម្បីអ្វីអញ្ចឹងលែនរបស់យើងនឹងគាត់ធ្វើការឲ្យភ្នាក់ងារដ៏ធំមួយរបស់សហរដ្ឋអាមេរិកមានឈ្មោះថា HTUV ហើយមេរបស់លែនយើងដែលមានឈ្មោះថា Joy នឹងបាទគាត់នឹងគឺជាអ្នកវិទ្យាពីសហរដ្ឋអាមេរិកព្រាមនោះលែនរបស់យើងនឹងគាត់ក៏បានបង្ហោះដ្រូនដ៏អស្ចារ្យមួយដើម្បីមើលស្ថានភាពដីជុំវិញនឹងអញ្ចឹងណាខៃឡូមាននរណាគេវាយប្រហារពួកគាត់ទៀត Joy ដែលជាមេរបស់លែននឹងក៏ប្រាប់ថា